លើកគឺមហាឃាតករស្រីម្នាក់នៅក្នុងផ្ទះរបស់លោកនោះបានសម្រាប់បងទី2របស់ខ្ញុំឆាប់ប្រកល់ខ្ញុំចេញមកភ្លាមស្រីម្នាក់នោះដំងយកកន្ត្រៃចាក់គាត់រួចហើយដណ្ដើមយកកំភ្លើងរបស់គាត់បាញ់គាត់7គ្រាប់ទៀតហើយលួចយកមាសរបស់គាត់អស់30ដុំទៀតណាខ្ញុំមិនខ្វល់ថាស្រីនោះបានសម្លាប់បងរបស់ឯងឬមួយក៏អត់ទេប៉ុន្តែបើសិនជាខ្ញុំហ៊ានជួយយហោផ្ទះសនារបស់ខ្ញុំនៅទីនេះហើយខ្ញុំមិនចង់ឲ្យនរណាបង្ករឿងនៅផ្ទះសនារបស់ខ្ញុំទៀតទេគោរពជនរងគ្រោះផងណាយកគេទៅបញ្ចុះឲ្យបានល្អផងទៅលោកស្មានថាលើកំបិតចែកចាំឡើងទៅលើហើយអាចយកមនុស្សស្លាប់ហើយយកមាសរបស់ខ្ញុំទៀតពួកខ្ញុំមួយណាក៏ជាមហាឃាតករដែរតែលោកឆ្លោះសម្លាប់មនុស្សអស់ប្រមាណនេះហើយបានជាកេងកាងយ៉ាងនេះមនុស្សដែលបងថងខ្ញុំសម្លាប់នោះដាច់ខាតមិនតិចជាងលោកទេមហាឃាតករខ្ញុំនេះជាមួយនឹងលោកខុសគ្នាមនុស្សដែលខ្ញុំឆ្លោះសម្លាប់ទាំងប្រមាណសុទ្ធតែគេឃើញតបភ្នែកបើមិនជាមិនព្រមប្រគល់មនុស្សហើយនឹងមាននោះចេញមកអីទេចាំមើលខ្ញុំចូលទៅយកមនុស្សឯងមានសមត្ថភាពអីសម្រាប់ពួកខ្ញុំនៅទីនេះបានម្នាក់ចង់ចឹងមែនខ្ញុំក៏គ្មានមធ្យោបាយដែរខ្ញុំមិនអាចឲ្យឯងសម្លាប់មនុស្សទៀតទេអ្នកដែលនៅក្នុងផ្ទះសំណាក់សន្តិភាពរបស់ខ្ញុំត្រូវតែធានាសន្តិសុខឲ្យគេបើឯងចង់លីខ្ញុំទាំងបង្ខំខ្ញុំស្វាគមន៍ក្នុងរយៈពេល21ថ្ងៃបើសិនជាខ្ញុំសម្រាប់ស្រីនោះមិនបានទេខ្ញុំនឹងរំលាយកម្លាំងរបស់ខ្ញុំចោលភ្លាមខ្ញុំចង់ជួយទៅពេលណាក៏បានដែរព្រោះអញឆែកខាងក្នុងមើលតាមមានកន្លែងលាក់មាសទៀតទេបាទបើសិនជាខ្ញុំមានមាសដុំខ្ញុំមិនបាញ់មកខ្មាស់គេនៅពេលនេះទេតែស្រីនាងចង់មែនហេតុអីបានចិត្តខ្សែគប់មនុស្សប្រុសចង្រៃបែបនេះ10ឆ្នាំមកនេះខ្ញុំនៅតែម្នាក់ឯងទេនាងចង់មកធ្វើការស្រីទៀតនាងមិនជាការស្រីទេនាងមិនជាមនុស្សស្រីដែលលោករងចាំ10ឆ្នាំនោះទេមែនទេខ្ញុំគ្មានចាំស្រីណាទាំងអស់បើមាននរណាខ្លាចមកឡំធ្វើជាតការស្រីខ្ញុំត្រូវតែដេញចេញអូនាងមិនជាការស្រីទេចាំលើកញ្ញាទេខ្ញុំនោះយកឲ្យទៅឲ្យតែស្រីនោះចេញមកសម្រាប់នាងចោលទៅថាចេញទៅយកឯងទៅស្រីថាផ្ទះឯងនេះជួលក្តារស្អាតដែររើឲ្យតែលៀមប្រគុណផងទៅអើយកុំភ្លេចយើងចានទៀតផងណាទៅមកលើទៅដាំបាយផងស្អីក៏លើធ្វើដែរលឿននេះហីយកធ្វើកើហ៎យកល្អយកស្រីម្នាក់នោះបកគលទៅល្អជាងអីមែនហើយប្រសានណាបានស្ទើររបស់ឯងចេញមកខ្ញុំក៏ប្រគល់ពួកឯងចេញតែក្រៅទាំងអស់ដែរខ្ញុំគាត់ថាអីតើចេះថាតើអីតកែមិនបកគលស្រីនោះទៅឲ្យគេទៀតប្រកាសជាមានរឿងហើយដេញលក់ទៀតហើយយ៉ាងមើលចុះមិនបាយចាំទេហូបបាយទៅហើយតែសាបាយអញ្ជើញខ្ញុំជាមនុស្សយ៉ាងនេះហើយល្អបំផុតឆាប់បញ្ជុំខ្ញុំចេញទៅដើម្បីកុំឲ្យគេពិបាកទៀតស្រីចង្រៃនេះប្តីរបស់ខ្ញុំនិងកូនស្រីរបស់ខ្ញុំ
កំពុងតែចាំខ្ញុំត្រឡប់ទៅផ្ទះវិញប្តីរបស់ខ្ញុំមានជំងឺរបេងទើបខ្ញុំត្រូវទៅរកស៊ីនៅបារ៉ាម៉ុនតែបង្ខំចិត្តតែប៉ុណ្ណោះពេលនេះខ្ញុំនៅកូនស្រីខ្ញុំណាយកឲ្យមកជឿវិញទៅ ណែខ្ញុំគ្រាន់តែភ្លេចយករំផាត់ខ្លួន